ជំរាបសួរលោកគ្រូក៏ដូចជាសិស្សតែអ្នកទាំងអស់គ្នាខ្ញុំឈ្មោះជាសវណ្ណម៉ាលនិកខ្ញុំមកពីក្រុម FW13 ក្នុងវីដេអូនេះខ្ញុំនិយាយអំពី topic ដែលខ្ញុំបានធ្វើការ research ផ្ទាល់ដែលលោកគ្រូបានដាក់ឲ្យយើងនិយាយអំពីតើអ្វីទៅគឺជា static website ហើយក្នុងវីដេអូនេះខ្ញុំនឹងលើកយកមក6ចំណុចខ្ញុំមកនិយាយដែលនៅក្នុងនោះគឺយើងនិយាយអំពី introduction របស់ static website យើងនិយាយអំពី technology យើងនិយាយអំពី user experience ក៏ដូចជាយើងនិយាយអំពី development របស់ static website security ក៏ដូចជា performance របស់ static website ដូចគ្នាដែរអញ្ចឹងយើងទៅកាន់ slide ទី1ដែល slide ទី1នេះគឺយើងនិយាយអំពី introduction ដំបូងមកអស់គឺខ្ញុំត្រូវណែនាំឲ្យអ្នកស្គាល់សិនថាតើ static website គឺជាប្រភេទ website បែបណាអញ្ចឹង static website ដែរគឺយើងជាប្រភេទ website ដែលមានមាតិកាថេរមានថាអ្នកទាំងអស់គ្នាពេលដែលចូលទៅមើល website ហ្នឹងមិនថា user ម្នាក់ឯងគឺចូលទៅគឺនឹងឃើញ content ដូចគ្នាទាំងអស់ដោយសារតែ website ហ្នឹងគឺមានមាតិកាថេរគឺអត់មានអីប្រែប្រួលទេអញ្ចឹងណាគេចូលទៅក៏ឃើញ content ដូចគ្នាដែរហើយ static website គឺជាប្រភេទ web page ដែលគេ store វាជាប្រភេទ file យើងអត់មាន login ហើយក៏អត់មាន user អីដើម្បីចូលទៅមើលដែរគឺយើងគ្រាន់តែចូលទៅកាន់តាមរយៈ URL របស់យើងទៅឬក៏ចូលតាម file ទៅដើម្បីទៅកាន់ content របស់ home page ហ្នឹងហើយយើងក៏អាចមានសិទ្ធិកែប្រែ content នៅក្នុង static website បានដែរលុះត្រាតែយើងគឺជាអ្នក develop website ហ្នឹងហ្មងទើបយើងអាចមានសិទ្ធិកែប្រែ content អីមួយក្នុងហ្នឹងអញ្ចឹងយើងចូលទៅចំណុចទី2ដែលយើងនិយាយអំពី technology សម្រាប់ static website គឺយើងប្រើបច្ចេកវិទ្យាមូលដ្ឋានចម្បង3គឺ HTML CSS និង JavaScript អញ្ចឹង HTML ហ្នឹងគឺគេប្រើសម្រាប់បង្កើតរចនាសម្ព័ន្ធរបស់ទំព័រដូចជាចំណងជើងអត្ថបទរូបភាពឬក៏ដំណើរភ្ជាប់អីផ្សេងចំណែកឯ CSS វិញគឺយើងប្រើសម្រាប់ធ្វើការតុបតែងទៅកាន់ website របស់យើងឲ្យមានកាន់តែមានភាពទាក់ទាញក៏ដូចជាមានភាពលេចធ្លោយើងអាច design អក្សរពណ៌ font ទំហំឬក៏ layout ផ្សេងគ្នាដូចគ្នាដែរហើយចំណែក JavaScript គឺយើងប្រើសម្រាប់ design ដូចជាប៊ូតុងរចនាមាន pop up មាន animation មានរបៀបដូចជា GIF អីចឹងផ្សេងហើយមួយទៀតគឺថាអ្នកខ្លះអត់ចាំបាច់ប្រើមូលដ្ឋានគ្រឹះទាំង3ហ្នឹងទេពេលថាអ្នកខ្លះចង់បង្កើត static website ធម្មតាឬក៏សាមញ្ញអីមួយគឺយើងអាចប្រើធម្មតា HTML ឬក៏ CSS ក៏បានដែរមិនចាំបាច់ប្រើទាំង3ទេបើសិនជាអ្នកចង់ប្រើទាំង3ក៏ប្រើទាំង3ក៏បានដែរហើយ static website គឺយើងអត់មានចាំបាច់ប្រើ database ឬក៏ server side language ដូចជា PHP Python ឬក៏ Node.js ទេដោយសារតែភាសាទាំងអស់នេះគឺជាប្រភេទ back end ចំណែកឯ static website គឺយើងចាត់ទុកជាប្រភេទ front end អញ្ចឹងឥឡូវគឺយើងទៅកាន់ចំណុចមួយទៀតដែលយើងនិយាយអំពី development វិញម្ដង static website គឺអ្នកអាចធ្វើដោយ from scratch ហ្មងមានន័យថាអ្នកចេះភាសាកូដហើយអ្នកចង់បង្កើត website ដល់ខ្លួនឯងប្រើប្រាស់បច្ចេកវិទ្យាដូចខ្ញុំប្រាប់ពីមុនហ្នឹងអញ្ចឹងគឺ HTML CSS និង JavaScript ប៉ុន្តែបើសិនជាអ្នកអត់មានចំណេះដឹងពាក់ព័ន្ធជាមួយនឹង coding ទេអ្នកក៏អាចធ្វើ website បែប static website នឹងបានដែរដោយសារយើងប្រើប្រាស់ website builder ដូចចំណុចទី2នេះអញ្ចឹងយើងប្រើតាម Wix ឬក៏ Canva ដើម្បីបង្កើត website ដូចថាតើនៅក្នុងនោះគឺមាន template ស្រាប់ៗដែលយើងអាចប្រើប្រាស់បានអញ្ចឹងខ្ញុំនិយាយបកមកចំណុចទី1វិញដែលយើងនិយាយអំពីការ coding ដើម្បី build website របស់ខ្លួនឯងហ្នឹងហើយអ្នកអាចបង្កើត website ហ្នឹងបានតាមចំណង់ចំណូលចិត្តដែលអ្នកចង់បានហើយអ្នកក៏អាចមានសិទ្ធិក្នុងការកែប្រែ content ណាមួយដែរនៅក្នុង website នឹងដូចគ្នាហើយការកែប្រែនេះយើងត្រូវចូលទៅកាន់ file HTML របស់យើងដើម្បីធ្វើការកែប្រែបន្ទាប់ពីការកែប្រែហើយគឺយើងត្រូវ save file ហ្នឹងដើម្បីចូលទៅក្នុង browser refresh មើលថាព័ត៌មានដែលយើងបានកែប្រែហ្នឹងគឺបានកែប្រែរួចនៅអញ្ចឹងខ្ញុំនិយាយអំពីចំណុចទី2វិញដែលនិយាយអំពីការ building website ហ្នឹងដោយខ្លួនឯងប៉ុន្តែយើងអត់ប្រើចំណេះដឹងទាក់ទងជាមួយនឹងការ coding ទេគឺយើងប្រើ website builder ដែលមានស្រាប់ខ្ញុំនឹងបង្ហាញឧទាហរណ៍នៅកាន់ slide បន្តទៀតព្រោះថា static website ហ្នឹងគឺពេញនិយមមែនតើដោយសារតែវាមានភាពងាយស្រួលវាអត់សូវសាមញ្ញនិយាយទៅគឺវាសាមញ្ញហើយវាអត់សូវស្មុគស្មាញហ្មងនេះទោះបីជាយើងអត់ចេះ coding ក៏យើងអាចបង្កើតខ្លួនឯងបានហើយបើសិនយើងចេះ coding តិចក៏យើងគាត់ថាងាយស្រួលក្នុងការបង្កើតទេដោយសារតែយើងមានការគ្រប់គ្រង
ទាំងស្រុងមកទៅលើការកែប្រែព័ត៌មានផ្សេងហើយនៅសប្តាហ៍ថ្ងៃនេះគឺមាន developer ជាច្រើនអ្នកគឺគាត់ប្រើប្រាស់ static site generator ដែលយើងនិយាយថា SSG ហ្នឹងគឺដើម្បីគ្រប់គ្រងទៅលើ static website ដែលមានទំហំធំគឺគេប្រើ tool ផ្សេងសម្រាប់សម្រួលទៅដល់ល្បឿនដូចជាការគ្រប់គ្រងអីផ្សេង tool ហ្នឹងគឺមានដូចជា tool ខាងក្រោមនេះដូចជា Next.js Hogo អីហ្នឹងគឺគេប្រើប្រាស់ tool អស់ហ្នឹងដើម្បីសម្រួលទៅដល់កាន់ website របស់គេឲ្យកាន់តែមានប្រសិទ្ធភាពនិងងាយស្រួលក្នុងការប្រើប្រាស់ទៅទៀតចឹងឥឡូវខ្ញុំទៅកាន់ slide បន្តទៀតដែលយើងនិយាយអំពី user experience នៅក្នុង user experience ហ្នឹងគឺខ្ញុំនិយាយអំពីការ hosting ក៏ដូចជាចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ website ហ្នឹងថាគាត់ប្រើប្រាស់ទៅគាត់មានប្រសិទ្ធភាពបែបណាសម្រាប់ user experience ខ្ញុំគិតថាភាគច្រើនគឺអ្នកប្រើប្រាស់ប្រកាសជាប្រើទៅមានប្រសិទ្ធភាពល្អហើយដោយសារតែប្រភេទ static website ហ្នឹងគឺវាប្រើល្បឿនលឿនណាវាអត់សូវប្រើរយៈពេលយូរក្នុងការ loading page នីមួយៗដោយសារតែវាផ្ទុកនៅក្នុង file មួយអញ្ចឹងល្បឿនវានឹងការប្រើប្រាស់អីហ្នឹងគឺលឿនមែនតើវាអត់ដូចប្រភេទ dynamic website ទេដោយសារតែនោះគឺជាការគ្រប់គ្រងបែប website ធំអញ្ចឹងការ loading របស់ page ហ្នឹងឬក៏ speed ដំណើរការល្បឿនអីហ្នឹងគឺវាអាចលឿនដូចប្រភេទ static ទេអញ្ចឹងសម្រាប់ចំណុច hosting នេះវិញមានន័យថាចាក់ពេលយើងបង្កើត website ហើយយើងត្រូវ host website ទៅកាន់ domain ណាមួយដើម្បីឲ្យអ្នកផ្សេងទៀតអាចចុចចូលតាម URL link ដែលយើងដាក់ឲ្យហ្នឹងដើម្បីចូលទៅមើល website របស់យើងហើយការ hosting របស់ static website គឺវាចំណាយតិចជាងការ hosting ប្រភេទ dynamic website ដោយសារតែប្រភេទ static ហ្នឹងគឺវាជាប្រភេទ website បែបតូចៗណាគ្នាហើយណាមួយគឺយើងវាក៏លឿនដែរហើយក៏វាចំណាយថវិកាតិចជាង dynamic ច្រើនដែរហើយយើងអត់ត្រូវការ host យើងអត់ត្រូវការអស់លុយអីទេអ្នកគ្នារបៀបថាយើងអាច host website យ៉ាង free បានតាម platform ដូចខ្ញុំដាក់ក្នុងនោះអញ្ចឹងឥឡូវយើងទៅកាន់ slide បន្តទៀតដែលយើងនិយាយអំពីចំណុចថ្មីមួយទៀតដែលចំណុចនេះគឺយើងនិយាយអំពី security របស់ static website សម្រាប់ website នេះគឺវាមានសមត្ថភាពមែនទែនដោយសារតែវាអត់សូវមានមានតិចគឺ hacker គឺពិបាកក្នុងការ hack របស់យើងព្រោះថាវាអត់មានអ្វីដែលគេអាច hack បានណាដោយសារតែទីមួយគឺ website បែប static នេះគឺអត់មាន database ទេហើយក៏អត់មាន server side code ដែរវាអត់មានហានិភ័យដែលត្រូវ hacker hack បានទេ hacker គឺអាច hack ប្រភេទ dynamic ងាយស្រួលជាងប្រភេទដែល static website ដោយសារតែយើងមានការគ្រប់គ្រងតនីរបស់អ្នកប្រើប្រាស់ព្រោះថា static គឺអត់មានការផ្ទុកព័ត៌មាននៅក្នុង database ទេបើប្រភេទ dynamic វិញគឺយើងមានតន័យរបស់អ្នកប្រើប្រាស់អញ្ចឹងគេអាច hack បានងាយស្រួលជាងប្រភេទនេះអញ្ចឹងណាឥឡូវនេះខ្ញុំនិយាយអំពី slide បន្តទៀតដែលខ្ញុំនិយាយអំពី performance របស់ static website វិញម្ដងសម្រាប់ performance របស់ static website គឺប្រកបជាល្អដោយសារតែវាមានល្បឿនលឿនណាអ្នកគ្នាក្នុងការ loading page ហើយក៏មានប្រើធនធាន server អីច្រើនដែរវាអាចទ្រាំទ្រអ្នកប្រើប្រាស់ច្រើនបានល្បឿនលឿនគឺវាជួយដល់ SEO មានប្រសិទ្ធភាពល្អផងដែរនិយាយសរុបមកគឺប្រភេទ static website ហ្នឹងគឺជា website ដែលសាមញ្ញមានល្បឿនលឿនដូចជាមានសុវត្ថិភាពខ្ពស់ហើយនឹងចំណាយថវិកាតិចក្នុងការបង្កើត static website ហ្នឹងហើយវាសមស្របសម្រាប់ website ដែលយើងមិនត្រូវការកែប្រែមាតិកាញឹកញាប់មានន័យថាព័ត៌មានដែលយើងបង្ហាញក្នុង static website ហ្នឹងគឺយើងអត់ត្រូវការកែប្រែទៅញឹកញាប់ទេគឺជាប្រភេទព័ត៌មានដែលបង្ហាញមកស្រាប់ដែលយើងដាក់ឲ្យគេមើលគេចូលទៅមើលគឺបានត្រឹមតែមើលព័ត៌មានយើងបង្ហាញឲ្យគេមានសិទ្ធិកែប្រែអីទាំងអស់ហើយវាពេញនិយមមែនទែនសម្រាប់ការធ្វើ portfolio ហ្នឹងគឺស្តីនឹង CV ដែរប៉ុន្តែវាមានការ update ជាង CV ព្រោះថាព័ត៌មានក្នុងនោះគឺគេដាក់ទាំង experience របស់គេអាចដាក់ជាប្រភេទ link ឬក៏ video របស់គេនិយាយទៅមានន័យថា CV ដែលគេ update ថ្មីភាគច្រើនឥឡូវគឺគេត្រូវការ portfolio ដែរនៅតាមកន្លែងក្រុមហ៊ុននីមួយៗហើយអ្នកនរគ្នាក៏អាចបង្កើតជាប្រភេទបែប business website ដែរឬក៏យើងចង់ណែនាំអំពីសេវាកម្មរបស់យើងឬក៏ចង់ណែនាំអំពីក្រុមហ៊ុនរបស់យើងទៅកាន់ client អីមើលអញ្ចឹងគឺគេអាចធ្វើជា static website បែប website សាមញ្ញណែនាំទៅឲ្យគេមើលដូចគ្នាដែរខ្ញុំនឹងបង្ហាញអំពីឧទាហរណ៍នៃ page static website ខ្លះ
hai nó không ưu tiểu hóa nó cứ miên tiếng một hết việc việc được khuôn anh nhưng từ xe được khuôn anh là hay hai cái chỉแบบwebsite thì họ tham gia tam vậy ạ với cái chỉ còn qua em xem được kìa trong đấy cứ chơi website để dùng việc from start mà cứ miên thay dùng coding prepare language ដូចជា HTML ដូចជា CSS នៅក្នុងនេះគឺខ្ញុំអត់មានប្រើដូចជាអត់មានប្រើ JavaScript ទេហើយខ្ញុំនឹងបង្ហាញ source code ទៅតាមក្រោយទៀតអានេះក៏ជា sample របស់ static website ដូចគ្នាដែរនេះយើងដូចរបៀបថាគេធ្វើជាប្រភេទ dessert គេលក់ផ្អែមលក់អីចឹងយើងចង់ឲ្យគេចូលទៅមើលទៅឃើញព័ត៌មានប៉ុណ្ណឹងហើយយើងក៏មានផ្ទាំងមួយទៀតដែលយើងនឹងបង្ហាញអំពី menu របស់ហាងរបស់យើងដូចគ្នាដែរចឹងអានេះគឺជាដូចខ្ញុំប្រាប់ពីដើមវីដេអូហ្នឹងគឺជាប្រភេទ website ដែលយើងមានស្រាប់ដែលមានន័យថាអ្នកណាចូលតាមរយៈពីហ្នឹងទៅយើងអាចចូល template ណាមួយដែលយើងចង់បានឬក៏ពេញចិត្តយើងអាចចុចចូលទៅកែប្រែព័ត៌មានផ្សេងដើម្បីដាក់ព័ត៌មានយើងចូលហើយយើងយកទៅប្រើប្រាស់ជា website របស់យើងផ្ទាល់ខ្លួនមកនៅក្នុងនេះហើយនៅក្នុងនេះគឺយើងប្រើប្រាស់ដោយ free ទេហើយនេះដូចជា sample ដែលគេមានដែរបើថាជា company របស់គេមួយចឹងគេចង់សិក្សាអំពី company គេសេវាកម្មរបស់គេមានអីខ្លះគេបង្កើតជា static website មួយទៅដើម្បីឲ្យអតិថិជនរបស់គេគឺចូលទៅមើលភាពងាយស្រួលជាងមុនទៀតចំណែកប្រភេទនេះក៏ដូចគ្នាដែរគឺជាប្រភេទបែប business static website មានថា company ហ្នឹងគឺគេចង់ឲ្យអតិថិជនហ្នឹងមើលមកក្រុមហ៊ុនរបស់គេថាគេមានទទួលសេវាកម្មអ្វីព័ត៌មានរបស់គេអាចដាក់ជាឈ្មោះ company គេចឹងទៅដល់យើងចូលមើលទៅឃើញផ្ទាំងទាំងអស់ហ្នឹងប៉ុន្តែយើងអត់មានសិទ្ធិក្នុងការកែប្រែទេគឺយើងមានសិទ្ធិតែក្នុងការមើលតែប៉ុណ្្នឹងទេហើយវីដេអូខ្ញុំក៏ដូចជាការបកស្រាយរបស់ខ្ញុំហ្នឹងបើដល់ទីបញ្ចប់ហើយខ្ញុំអរគុណអ្នកនរគ្នាសម្រាប់ការតាមទស្សនារហូតដល់ចប់ហើយក៏អរគុណលោកគ្រូសង្ឃឹមថាការបកស្រាយរបស់ខ្ញុំហ្នឹងលោកគ្រូបើសិនជាមានកន្លែងណាខុសឆ្គងអីសង្ឃឹមថាលោកគ្រូនឹងជួយកែសម្រួលចឹងអរគុណម្ដងទៀតសម្រាប់ការតាមទស្សនាវីដេអូនេះរហូតដល់ចប់